តបងប្អូនមកមើលពីវិធីឆាស្លាប់មាន់ជីក្រហមជាមួយខ្ញុំទាំងអស់គ្នាខ្ញុំមានស្លាប់មាន់មួយចានខ្ញុំមានជីក្រហមមួយចានហើយខ្ញុំមានម្ទេសខ្ទឹមខ្ញុំបុកចូលគ្នារួចហើយខ្ញុំដាក់ខ្ទះឲ្យក្តៅរួចហើយបើខ្ញុំដាក់ម្ទេសហើយខ្ទឹមដែលខ្ញុំបុកចូលគ្នាហ្នឹងខ្ញុំលីងវាឲ្យវាក្តៅឲ្យវាឡើងពណ៌យ៉ាងក្រហមបងប្អូនឲ្យឈ្ងុយហ្មងខ្ញុំក៏ដាក់ស្លាប់មាន់ចូលស្លាប់មាន់ហ្នឹងខ្ញុំកូរវាឲ្យចូលជាតិនឹងម្ទេសនិងខ្ទឹមហ្នឹងបងប្អូនអរគ្នារួចហើយវាឡើងពណ៌រាងក្រហមហ្នឹងខ្ញុំដាក់ទឹកហ្នឹងដាក់ដើម្បីឲ្យឆ្អិនសាច់បងប្អូនឆ្អិនស្លាប់មាន់ហ្នឹងដាក់រងាស់វារួចហើយខ្ញុំផ្សំគ្រឿងតាមចំណង់ចំណូលចិត្តបងប្អូនអរគ្នាទៅមានប្រេងខ្យងមានទឹកត្រីមានស្ករមានម្សៅស៊ុបមានរ៉តឌីបងប្អូនដាក់តាមចំណង់ចំណូលចិត្តបងប្អូនឆ្លាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងបងប្អូនចុងក្រោយបងប្អូនអរគ្នាតួឯករបស់យើងគឺជីក្រហមនឹងឯងដាក់ទៅឈ្ងុយពីផ្ទះមួយដល់ផ្ទះមួយហ្មងបងប្អូនអរគ្នាតើឥឡូវហើយយើងដួសដាក់ចានអរគ្នាបងប្អូនអើយតំណងហ្មងបងប្អូនណាដែលពិបាករហូបវិធីធ្វើម្ហូបអីអញ្ចឹងបងប្អូនអាចសាកម្ហូបមួយមុខនេះបានងាយស្រួលធ្វើហ្មងព្រោះវាអត់មានច្រើនមុខទេបងប្អូនមានតែស្លាបមាន់ជីក្រហមម្ទេសខ្ទឹមគ្រឿងប៉ុណ្្នឹងហើយបងប្អូនអរគុណច្រើនជួបនៅវីដេអូក្រោយទៀតបងប្អូន